ចុងក្រោយនេះគឺជាវគ្គជំនួយមនុស្សធម៌របស់សពរបស់ជនរបស់យើងដែលបានផ្ដល់តាមរយៈហងមាសបាទកាលពីថ្ងៃសៅរ៍គឺថ្ងៃដែលម្ដាយខ្ញុំបានស្លាប់នៅពេលសៀលប៉ុន្តែពេលល្ងាចពេលព្រឹកខ្ញុំបាននាំយកនៅជំនួយសពរបស់ជនរបស់យើងមកពីប្រទេសបារាំងបាទមកពីប្រទេសបារាំងនិងជំនួយរបស់សពរបស់ជនរបស់យើងនៅក្នុងស្រុកខ្មែរហ្នឹងបាទនៅស្រុកខ្មែរហើយនឹងជំនួយមកពីសហរដ្ឋអាមេរិកទៀតកាណាដាអូស្ត្រាលីបន្តបន្ទាប់ដែលបានជំនួយសម្រាប់តាមរយៈអង្គនេះខ្ញុំបាននាំយកទៅដល់មជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺនៅក្នុងឃុំត្រែងតាយឹងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺបាទហើយកន្លែងមជ្ឈមណ្ឌលមួយនេះគឺស្ថិតនៅក្នុងព្រៃតែម្ដងបាទស្ថិតក្នុងព្រៃគឺអង្គការមួយហ្នឹងគឺឈ្មោះថាអង្គការបណ្ដុះបណ្ដាលនិងថែរក្សាកុមារកំព្រានៅក្នុងភូមិទី1ដីអំបិលឃុំត្រែងតាយឹងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺបាទក្មួយស្រីតូចក្មួយតូចទាំងនេះគឺជាកុមារកំព្រាដែលត្រូវបានអង្គការបណ្ដុះបណ្ដាលនិងថែរក្សាកុមារកំព្រានេះបានប្រមូលយកពីគ្រួសារក្រីក្រនៅតាមបណ្ដាខេត្តក្រុងមួយចំនួនគឺក្នុងនោះមានអ្នកខ្លះម្ដាយស្លាប់មានខ្លះអត់ម្ដាយខ្លះអត់ឪពុកខ្លះអត់ទាំងពីរតែម្ដងអត់ទាំងម្ដាយអត់ទាំងឪពុកខ្លះទៀតម្ដាយឪពុកនៅទេប៉ុន្តែក្រីក្រគ្មានលទ្ធភាពក្នុងការចិញ្ចឹមបាទអញ្ចឹងអង្គការមួយនេះគឺទទួលបាននៅជំនួយពីសប្បុរសជននានាមានខ្លះពីស្ថាប័នក្រសួងជួយខ្លះទៅខ្លះទៀតប្រជាពលរដ្ឋខ្មែររបស់យើងនៅក្រៅប្រទេសផ្ដល់បន្តប៉ុន្តែនៅថ្ងៃសៅរ៍កាលពីសប្តាហ៍មុននេះខ្ញុំជាមួយនឹងក្រុមសប្បុរសជនរបស់យើងដែលផ្ដល់នៅជំនួយបាននាំយកនៅអង្ករមីទឹកស៊ីអ៊ីវទឹកត្រីបាទហើយនឹងថវិកាមានប៊ិចក៏មានប៊ិចបន្ថែមទៀតដែរដែលខ្ញុំបានយកទៅកាលពីថ្ងៃសៅរ៍នោះហើយក្នុងនោះក៏មានអ្នករស់នៅទឹកដីខេត្តកំពង់ស្ពឺក៏បានជួយដែរបាទហើយនៅក្នុងនេះចាំតិចទៀតខ្ញុំនឹងជម្រាបជូននៅសប្បុរសជនដែលយើងបានផ្ដល់អីខ្លះបាទលោកអ្នកខ្ញុំសូមជម្រាបបន្តិចថាអង្គការនេះគឺជាអង្គការមួយសម្រាប់មើលថែរក្សាកុមារកំព្រាដែលគ្មានទីពឹងអញ្ចឹងម្ដាយឪពុកដែលគ្មានទីពឹងអាចផ្ដល់លទ្ធភាពទៅឲ្យប្រធានឲ្យអង្គការនេះមើលថែទាំព្រោះអង្គការនេះសប្តាហ៍ថ្ងៃហ្នឹងគឺមានកុមារកំព្រាសរុបទាំងអស់103នាក់បាទកុមារកំព្រាទាំងអស់ហ្នឹងគាត់មានការបណ្ដុះបណ្ដាលនៅវិជ្ជាជីវៈដូចជាកុមារខ្លះត្រូវបានបណ្ដុះបណ្ដាលផ្នែកកុំព្យូទ័រតម្បាញកាត់ដេរការចិញ្ចឹមបែបផ្នែកកសិកម្មដូចជាចិញ្ចឹមជ្រូកចិញ្ចឹមមាន់បាទនឹងការរៀនសូត្រឯនោះវិញមានភាសាអង់គ្លេសបាទហើយកុមារកំព្រាខ្លះទៀតនោះគឺត្រូវបានរៀនដល់វិទ្យាល័យសាកលវិទ្យាល័យនិងអនុវិទ្យាល័យខ្លះហើយដែរបាទអង្គការនេះបានបង្កើតឡើងចាប់តាំងពីឆ្នាំ1999មកម្លេះហើយចំនួនមនុស្សធម៌នោះគឺបានតាមរយៈសប្បុរសជនមិនកំណត់ហើយក៏មិនមានអង្គការណាមួយឬក៏ក្រសួងណាមួយគាត់ជួយថាជួយទាំងស្រុងថាកំណត់ប្រចាំឆ្នាំពេកទេបើថាដូចថាគេមានជួយទាំងទៅបើអត់ក៏អត់ទៅអញ្ចឹងបានន័យថាការបានជំនួយទៅជួយសម្រាប់អង្គការមួយនេះដែលនៅកណ្ដាលព្រៃនេះតាមរយៈការអំពាវនាវរបស់ប្រធានអង្គការនឹងតែម្ដងប៉ុន្តែក៏មានស្ថាប័នរបស់រដ្ឋាភិបាលក៏បានជួយជាអង្គជួយជាថវិកាហើយដូចជាផលិតផលតម្បាញនេះគឺមានទីផ្សារតែម្ដងតម្បាញបានគឺមានអ្នកទិញហើយក្មួយតូចទាំងអស់នេះគឺដែលកាត់សក់ខ្លីបង្ហាញថាកុមារតូចនៅទាំងនៅក្នុងនេះគឺគោរពវិន័យបានណាបាទគោរពវិន័យបានណាអញ្ចឹងនៅទីនោះអ្នកណាទៅក៏ដោយគឺកុមារនៅទីនោះតែងតែហៅពុកហើយនឹងម៉ាក់ចាបាទជាប់មាត់គឺពុកនឹងម៉ាក់ចាបាទមិនមែនពូមិនអ៊ំមិនមីងទេពុកអូខ្ញុំនឹកពុកម៉ាក់ប៉ា
ខ្ញុំនឹកប៉ាណានឹកម៉ាក់ណាណាចឹងបានន័យថាគុណធម៌វិន័យនៅក្នុងអង្គការមួយនេះខ្ញុំទទួលស្គាល់តែម្ដងបាទខ្ញុំមើលទៅគួរឲ្យណាត់ក្មួយហើយក្មួយខ្លះដែលគ្មានឪពុកម្ដាយទាំងពីរនាក់ដែលត្រូវបានស្លាប់គឺត្រូវបានថែរក្សាដល់ដិតដល់យ៉ាងដិតដល់បំផុតហើយក៏មានកុមារកំព្រាខ្លះត្រូវបានរៀបចំផ្គុំអាពាហ៍ពិពាហ៍នៅក្នុងអង្គការនឹងតែម្ដងនៅក្នុងអង្គការនេះគាត់មានការចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមជ្រូកប៉ុន្តែមិនមែនចិញ្ចឹមលក់ទេបានន័យថាចិញ្ចឹមសម្រាប់ផ្គត់ផ្គង់នៅក្នុងកុមារកំព្រានឹងតែម្ដងក្នុងនោះមានស្រះនៅក្នុងនោះក៏មានឡានមួយដែលត្រូវបានផ្ដល់ជំនួយមកឲ្យខាងអង្គការនឹងខ្ញុំភ្លេចហ្នឹងជំនួយពីខាងណាទេបាទនៅឡានមួយហ្នឹងប៉ុន្តែឡានមួយហ្នឹងគឺវាចាស់ទៅហើយប៉ុន្តែវាអាចប្រើប្រាស់បានតែខាងប្រធានអង្គការបានសំណូមពរអញ្ចេះថាឥឡូវដោយសារតែកំណើនរបស់កុមារតូចវាកើនឡើងអញ្ចឹងឥឡូវឡានដែលសម្រាប់ដឹកក្មួយទៅសាលានេះគឺអត់គ្រប់ទេដឹកទៅវាពេញវាណែនអញ្ចឹងគាត់ចង់សំណូមពរនឹងអំពាវនាវសុំឡានហ៊ីយ៉ាន់ណាយមួយគ្រឿងបើសិនជាសពរស់ជនឬក៏រដ្ឋាភិបាលឬក៏អង្គការក្រៅរដ្ឋាភិបាលមានធម៌មេត្តាអាណិតអាសូរសម្រាប់កុមារតូចដែលគ្មានទីពឹងនេះមេត្តាជួយឡានមួយគ្រឿងប្រភេទហ៊ីយ៉ាន់ណាយសម្រាប់ដឹកក្មួយចេញពីកន្លែងមជ្ឈមណ្ឌលនឹងទៅសាលាពីព្រោះកន្លែងនេះគឺឆ្ងាយហើយកន្លែងស្ងាត់កន្លែងនេះគឺនៅក្នុងព្រៃប៉ុន្តែវាមានផាសុខភាពបាទនៅក្នុងអង្គការនេះវាមានដំណាំវាមានបន្លែជារបៀបធម្មជាតិទាំងតែម្ដងបាទដែលធ្វើអីគួរឲ្យចង់រស់នៅតែម្ដងបាទអញ្ចឹងនៅនេះជាការអំពាវនាវហើយនេះកន្លែងដេកវាមានលើវាមានក្រោមនេះដេកក្រោមដេកលើបាទពួកគេគឺមានស្ដាប់ធ្នាប់មែនទែនបើសិនពេលមិត្តទៅដល់គឺប្រកាសជាមានអារម្មណ៍អាណិតអាសូរចំពោះពួកគេរស់នៅជាសហគមន៍រស់នៅជារបៀបជាក្រុមហើយស្រឡាញ់ចេះស្រឡាញ់គ្នានេះកន្លែងដំបាយបាទចម្ងាយពីភ្នំពេញទៅដល់កន្លែងអង្គការបណ្ដុះបណ្ដាលកុមារនេះគឺចម្ងាយ84 គីឡូម៉ែត្រពីទីក្រុងភ្នំពេញអញ្ចឹងនៅខាងស្ដាំដៃអញ្ចឹងបើលោកអ្នកចង់ទៅគឺទៅដល់មើលតែគីឡូម៉ែត្រលេខ84គឺកន្លែងចំណុចបត់ទៅចូលទៅក្នុងខាងជើងផ្លូវជាតិចម្ងាយពីផ្លូវជាតិប្រមាណជា1 គីឡូជាងប៉ុណ្ណោះបាទគឺនឹងដល់នេះក្មួយដែលតម្បាញបាទចេះបានតម្បាញបើបានគឺមានគេទៅទិញយកតែម្ដងបានផលិតផលហ្នឹងគឺទិញយកតែម្ដងបាទក្នុងនេះខ្ញុំសូមជម្រាបជូននៅម្ចាស់ជំនួយដែលបានផ្ដល់ទៅហើយនឹងទៅជាមួយមានលោកសួនសុផាតនិងអ្នកស្រីមុំឌឿនព្រមទាំងបុត្រនិងចៅរួមមានអង្ករចំនួន50 គីឡូក្រាមចំនួន5 បាវបានន័យថា5 បាវវាមិនឡូមួយបាវវា50 គីឡូក្រាមបាទមួយបាវ50 គីឡូក្រាមចំនួន5 បាវទឹកស៊ីអ៊ីវ5 យួរទឹកសុទ្ធ5 យួរអំបិល5 កញ្ចប់ប៊ីចេង5 កញ្ចប់ខោអាវ1 ចំនួនបាទមី2 កេសប្រាក់ចំនួន 10,000 រៀលលោកអុកញ៉ាជាគ្រីគាត់រស់នៅបារាំងបាទប៉ុន្តែទៅមកស្រុកខ្មែរទេគាត់មានការមានចំនួនរបស់គាត់មួយនៅខាងស្រុកខ្មែរអញ្ចឹងគាត់ចេញចូលបារាំងបាទគាត់ឧបត្ថម្ភចំនួន$300សហរដ្ឋអាមេរិកលោកស្រីខឹមរ៉ានីដែលជាម្ចាស់ clinic ខឹមរ៉ានីនៅទូកោកឧបត្ថម្ភចំនួន$40,000 រៀលបាទហើយហងមាសយើងក៏មានអង្គមានប៊ិចបាទហើយនឹងថវិកាសរុបទាំងអស់នឹងថវិកាគួរសមដែរបាទគួរសមដែរបាទមិនប្រាប់ចំនួនទេប៉ុន្តែគាត់ថាមានគួរសមបាទហើយនេះឈរក្រោមដើមកញ្ញូងពួកខ្ញុំអត់ដែរស្គាល់ដើមកញ្ញូងបាទនេះដើមកញ្ញូងបាទដើមកញ្ញូងដល់ពេលទៅមើលខ្ញុំថាតែស្លឹកថាតែដើមធ្នង់បាទនេះដែលអង្គការមិញទេអង្គការមិញដែលត្រូវការនេះបាទគាត់ត្រូវការឡានមួយព្រោះឥឡូវឡាននេះវាមិនទ្រុឌទ្រោមពេកទេប៉ុន្តែគាត់តែមានតែមួយហ្នឹងដឹកអត់អស់វាក្មេងច្រើនពេកឡានប្រភេទហ្នឹងដូចជាបើតាមគាត់សួរថាបើជំនុំដូចជា4-5,000ទេអត់ដល់ទេ1000 ជាង 2000 ជាងប៉ុន្តែបើថ្មី 4000 តែបើថាជំនុំវាមាន 2000 ជាងមាន 3000 អញ្ចឹងបាទនេះឡានសម្រាប់ដឹកនេះហើយនឹងមួយទៀតអរគុណចំពោះម្ចាស់
អាហារដ្ឋានម្ចាស់ការ៉ាអូខេរស្មីអង្គរបាទរស្មីអង្គរគាត់ឧបត្ថម្ភចំនួន20,000 រៀលដែរបាទទៅកន្លែងមជ្ឈមណ្ឌលកុមារកំព្រាបណ្ដុំដាលហ្នឹងហើយមិនត្រឹមតែឧបត្ថម្ភ20,000ទេគាត់ឧបត្ថម្ភបាយមួយពេលថ្ងៃត្រង់សម្រាប់ក្រុមការងារហងមាសទៅទៀតអូឆ្ងាញ់មែនទែនទឹកគ្រឿងលក់ផ្កាកផ្លោកហើយនឹងត្រួយផ្សេងពីធម្មជាតិឆ្ងាញ់មែនទែនបាទអស់បាយចង់មកផ្ទះគ្នា10នាក់ជាងបាទហើយនឹងអរគុណចំពោះលោកស្រីរ៉ាត់ម៉ាលីសម្ចាស់សិប្បកម្មទឹកសុទ្ធគិរីរំដែលស្ថិតនៅផ្សារត្រែងតាយឹងឃុំត្រែងតាយឹងស្រុកភ្នំសួយខេត្តកំពង់ស្ពឺបាទនៅព្រៃទេឡាបាទហើយដើមឈូច្រើនណាស់ឧបត្ថម្ភទឹកសុទ្ធចំនួន30យួរអង្គ50គីឡូក្រាមប្រាក់10,000 រៀលបាទប្រាក់10,000 រៀលហើយគាត់ជាប្រធានផ្សារត្រែងតាយឹងគាត់តាំងថ្ងៃក្រោយលោកធីមកឲ្យដឹងតំណែងចឹងមកខាងអ្នកត្រែងតាយឹងចង់ជួយច្រើនថែមទៀតបាទអរគុណហើយបងប្រុសបងស្រីនិងប្រជាពលរដ្ឋនៅខាងត្រែងតាយឹងហើយគាត់ឥឡូវនេះមានណាត់គ្នាថាចាំថ្ងៃណាពេលទំនេរយើងរៃអង្គាសគ្នាយកនំប៉័ងឬក៏បបរប្រមាណផ្ទះឲ្យក្មេងៗនៅក្នុងតែម្ដងនៅក្នុងព្រៃអូខ្យល់ឡើងតិចមកហើយមិនបាច់ចាំធ្វើរោងទេទៅក្រោមដើមឈើនឹងមានដើមកញ្ញូងមានដើមបេងមានដើមគ្រប់ប្រភេទត្បែងត្រាចខ្លុងអីហ្នឹងនៅនោះបាទនេះអ្វីដែលខ្ញុំចង់ជម្រាបជូនទៅតែនៃជននេះមជ្ឈមណ្ឌលកុមារកំព្រាស្ថិតនៅកណ្ដាលព្រៃបាទមិនមែននៅចិត្តភូមិនៅកណ្ដាលព្រៃតែម្ដងបាទនៅចិត្តនោះគឺមានចំការគេដែរប៉ុន្តែមិនមានផ្ទះទេបាទហើយនឹងបន្ទាប់មកទៀតមើលខាងសេឡាមានអីចាខ្ញុំមានជំនួយពីខាងចាឈ្មោះលៀងបុយចាគាត់រស់នៅសហរដ្ឋអាមេរិកគឺនៅរដ្ឋកាលីហ្វ័រញ៉ាចាគឺឧបត្ថម្ភជនក្រីក្រចំនួន$50ឈ្មោះអឹងម៉េងឆៃកុងនៅ Washington គាត់ឧបត្ថម្ភ$50ដល់ជនក្រីក្រឈ្មោះ Fai Fur នៅរដ្ឋកាលីហ្វ័រញ៉ាឧបត្ថម្ភ$100ដល់ជនក្រីក្រចាឈ្មោះឈៀនហ្វារឿនអ្នកលក់ស្មៅនៅភូមិទួតាចិនឧបត្ថម្ភប្រាក់$20ដល់មន្ទីរពេទ្យគុណធបុប្ផាចានឹងចាពីខាងណាទេក៏បានដាក់ឈ្មោះហ្នឹងណាគាត់បានឧបត្ថម្ភ$200ជូនទៅដល់ក្មេងដែលម្ដាយចង់ធ្វើទរណកម្មគឺឲ្យយើងជូនទៅឪពុកក្មេងនោះចាធ្វើទរណកម្មឲ្យស្លាប់ហ្នឹងហ៎ចាក្មេងនេះស្លាប់អញ្ចឹងចេះនេះដែលផ្ទះគាត់នៅខាងទួលគោកឯងនៅជាមួយយាយចឹងចាំប្រហែលគាត់ផ្ញើអញ្ចឹងបើសិនជាលោកយាយណាលោកយាយដែលម្ដាយាយដែលជាដូនរបស់ចៅដែលបានស្លាប់ដោយសារម្ដាយចង់ធ្វើទារុណកម្មទៅលើអាប៉មស្លាប់នោះបានលើតំណែងហើយសូមមកយកថវិកានេះ$200ទៅពីណាគាត់អត់បានជំរាបឈ្មោះឬក៏ទិសដៅពីខាងណាទេចា៎បាទហើយសូមម្ចាស់ជំនួយជូនលោករដ្ឋីតែប៉ុណ្ណឹងបាទដូចថ្ងៃមុនអញ្ចឹង$1,000ទៅគុណធបុប្ផាអញ្ចឹងគាត់នៅនោះអត់ប្រាប់ឈ្មោះប៉ុន្តែដល់ផ្សាយហើយបានគាត់ប្រាប់ថាគាត់នៅម្ដុំទឹកថ្លាមើលឃើញនៅខាងក្នុងសិលាឃើញនៅខាងក្នុងមើលសិនមើលឲ្យអស់សិនហើយមួយទៀតមើលសិនចាំខ្ញុំបញ្ជាក់លិខិតនៅខាងក្នុងតើលោករដ្ឋីបាទបាទ$200សម្រាប់អាប៉មដែលបានស្លាប់ទៅបាទលោកសាយពិសិដ្ឋលោកសាយពិសិដ្ឋនិងអ្នកស្រីគុណណារីបាទគាត់រស់នៅកាលីហ្វ័រញ៉ារស់នៅកាលីហ្វ័រញ៉ាជូនលុយ$200ទៅឲ្យឪពុកក្មេងនិងម្ដាយដែលម្ដាយចង់ធ្វើទរណកម្មរហូតដល់ស្លាប់ហើយនឹងលោកស្រីឲ្យលោកស្រីធ្វើបន់ជូនឲ្យឪពុកឈ្មោះលោកទ្រឿងសុសាយគាត់បានន័យថាពេលជូន$200ហ្នឹងគឺឧទ្ទិសដល់ឪពុករបស់គាត់ដែលជាទ្រឿងសុសាយដែលបានស្លាប់ហើយបាទលោកយាយពិសិដ្ឋសូមឲ្យលោកពូរដ្ឋីនឹងជួយសុំលេខរបស់ទូរស័ព្ទឪពុកក្មេងប្រុសនោះជួយប្រាប់ទៅឲ្យគាត់បានដឹងផងចង់បានលេខទូរស័ព្ទទៀតណាខ្ញុំលេខទូរស័ព្ទនៅតាណាបាទចាំខ្ញុំប្រាប់បាទហើយសុំជីដូននឹងឪពុកដែលម្ដាយរបស់អាប៉មចូលសុំមកស្ថានីយ៍ខ្ញុំឪពុករបស់អាប៉មសុំមកយកលុយពីកាលីហ្វ័រញ៉ាមក$200សហរដ្ឋអាមេរិកបាទហើយនឹងខ្ញុំក៏បានយកជំនួយខ្លះទៅឲ្យខាងមួយទៀតខាងអ្នកសារព័ត៌មានរបស់ទូអប្សរាបាទដោយសារតែគាត់មានជំងឺលើសឈាមហើយគាត់បានដួលនៅកន្លែងគាត់ធ្វើការណាក៏សុំទោសនៅកន្លែងប៉ូលីស
នៅពេលដែលគាត់កំពុងតែបំពេញការងារយកព័ត៌មានហើយគាត់ជំងឺលើឈាមអោនទៅដួលកាប់មុខឥឡូវគាត់កំពុងនៅមន្ទីរពេទ្យខ្ញុំបានយកជំនួយរបស់ហងមាសយកទៅឲ្យគាត់ហើយនឹងខាងគាត់តំណាងឲ្យទូអប្សរាលោករិនគាត់ក៏យកជំនួយខ្លះទៅដែរប៉ុន្តែបន្តិចទៀតនេះខ្ញុំនឹងយកនៅជំនួយពីសប្បុរសជនក៏ដូចជាថ្នាក់ដឹកនាំគាត់បានផ្ដល់នៅជាថវិកាជួយដល់អ្នកសារព័ត៌មានលោកសុផលដែលគាត់កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យកាឡាម៉ែតអញ្ចឹងជំនួយនេះនឹងទៅដល់ក្រោយពេលដែលខ្ញុំផ្សាយចប់ហើយខ្ញុំនឹងយកទៅដល់តែម្ដងបាទទៅយកជំនួយនឹងដោយសារតែថ្នាក់ដឹកនាំលោកបានអាណិតអាសូរសម្រាប់អ្នកសារព័ត៌មានដែលខំប្រឹងដើរធ្វើការទាំងយប់ទាំងថ្ងៃប៉ុន្តែជីវភាពនៅតែក្រីក្របាទខំធ្វើប៉ុណ្ណឹងហើយបាទទៅយកព័ត៌មានពេលខ្លះត្រូវមាត់គេជួនកាលគេវាយជួនកាលគេគំរាមគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែមិនដែលឃើញអ្នកសារព័ត៌មានណាមានទេបាទបានប៉ុណ្ណឹងបាទបានមកត្រូវមាត់យកព័ត៌មានល្អគេអត់តសើទេគេអត់គេអត់ខឹងប៉ុន្តែបើសិនជាខុសគេរករឿងគេវាយបាទប៉ុន្តែបើសិនជាមើលជីវភាពបានដឹងថាតើជីវិតអ្នកកសែតយ៉ាងម៉េចបាទអញ្ចឹងទេគ្មានអីក្រៅពីឲ្យយល់អំពីជីវិតរបស់អ្នកសារព័ត៌មានគឺមានប៉ុណ្ណឹងបាទតិចទៀតខ្ញុំនឹងទៅយកថវិកាពីថ្នាក់ដឹកនាំដែលគាត់បានផ្ដល់នៅជំនួយនឹងការអាណិតអាសូរចំពោះអ្នកសារព័ត៌មានទៅដល់គាត់នៅព្រឹកនេះបាទហើយនឹងចុងក្រោយគឺជំនួយមកពីខាងខេត្តតាកែវជំនួយសម្រាប់ទៅលើស្ត្រីដែលចាស់ជរាពិការចំនួន70គ្រួសារបាទរស់នៅក្នុងភូមិត្រពាំងវែងភូមិត្រពាំងវែងទទួលនៅអំណោយពីសហគមន៍អនិកជនខ្មែរនៅប្រទេសបារាំងបាទនេះគឺគាត់យកទៅដល់សម្រាប់ស្ត្រីមេម៉ាយហើយចាស់ជរាហើយពិការចំនួន70គ្រួសារនៅក្នុងភូមិត្រពាំងវែងឃុំរវៀងស្រុកសំរោងខេត្តតាកែវបានអញ្ចឹងជំនួយទាំងអស់នេះបានមកពីអ្នកស្រីនុនភឿននិងអ្នកស្រីញឹមផាតតំណាងសហគមន៍ Association of Fransco ខ្មែរ The Franc ខ្មែរ The Trap បាទអានិកជនខ្មែរនៅប្រទេសបារាំងបាទធំបាទហើយអំណោយទាំងនេះរួមមានទឹកត្រីទឹកស៊ីអ៊ីវប៊ីចេងមីទឹកដោះគោខាប់ស្ករសសាប៊ូកន្សែងសរងនិងប្រាក់ចំនួន 20,000 រៀលអញ្ចឹងបានន័យថាក្នុងចំណោម70គ្រួសារនេះភាគច្រើនគឺអ្នកមេម៉ាយហើយមេម៉ាយហើយខ្លះទៀតមេម៉ាយហើយពិការទៀតក្រីក្រអញ្ចឹងហើយសប្បុរសជនដែលមកពីខាងប្រទេសបារាំងជាសហគមន៍មួយរបស់ Fransco ខ្មែរ The Trap បាទអញ្ចឹងតាមរយៈហងមាសដែលគាត់ថានៅខាងក្រៅប្រទេសគឺប្រជាពលរដ្ឋខ្មែរគឺតាមដានហងមាសតាមរយៈជំនួយសប្បុរសជននឹងផងនឹងព័ត៌មានផ្សេងផងឥឡូវនេះគាត់យកជំនួយនេះមកជាមួយនឹងហងមាសឲ្យហងមាសមិនមែនជាជំនួយហងមាសក៏ដោយប៉ុន្តែសហការជាមួយហងមាសដើម្បីឲ្យដឹងថាគាត់យកជំនួយទាំងអស់នេះមកដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រកបមែនហើយនេះគាត់ប្រកែរើសរកអ្នកមេម៉ាយហើយនឹងអ្នកក្រីក្រចំនួន70គ្រួសារបាទគាត់រកទៅដាក់ឲ្យចំអញ្ចឹងតែម្ដងបាទហើយនៅថ្ងៃទី4សប្តាហ៍ក្រោយនេះឆ្នាំសកលខាងមុខនេះក៏អ្នកនៅបារាំងនឹងគ្រោងនឹងយកជំនួយទៅដល់កុមារកំព្រានៅកំពង់ស្ពឺថែមទៀតដែរបាទអញ្ចឹងថ្ងៃទី4អញ្ចឹងចាំដល់ពេលជាក់ស្ដែងចាំខ្ញុំនឹងជម្រាបជូនបន្តបាទអរគុណណាស់ទូទាំងជនឥឡូវនេះដោយសារតែពេលវេលាដល់ទីបញ្ចប់ទៅហើយក្រោយពេលការផ្សាយបញ្ចប់ខ្ញុំនឹងយកជំនួយដែលថវិកាទៅជួយដល់បុគ្គលិករបស់ទូទស្សន៍អប្សរាដែលគាត់មានជំងឺលើសឈាមបាទដោយសារតែពេលវេលាដល់ទីបញ្ចប់ទៅហើយខ្ញុំជាមួយនឹងសេឡារួមជាមួយនឹងក្រុមការងារទាំងអស់សូមជម្រាបទូទាំងជនតែប៉ុណ្ណេះហើយយើងនឹងវិលមកជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទ